បាទសួស្តីបងប្អូននេះគឺជាវីដេអូដែលខ្ញុំបានធ្វើដំណើរមកលេងកន្លែងរមណីយដ្ឋានប្រវត្តិសាស្ត្របាទដែលស្ថិតនៅក្នុងទឹកដីខេត្តបាត់ដំបងយើងហ្នឹងកាលពីចុងសប្តាហ៍ហ្នឹងបាទដែលកន្លែងហ្នឹងគឺបងប្អូនប្រជាពលរដ្ឋយើងសុទ្ធតែស្គាល់ហើយរមណីយដ្ឋានភ្នំសំពៅហ្នឹងបាទហើយមកលេងភ្នំសំពៅលើកហ្នឹងគឺអត់បានឡើងទៅលើកំពូលភ្នំដើម្បីមើល sunset អង្គុយ romantic អីណាណៃឈៀលអីទេបងប្អូននិយាយទៅគឺមកមើលត្រឹមបជីវនឹងឯងបាទហើយថ្ងៃមកមើលបជីវហ្នឹងគឺមករៀងយឺតជ្រុលទៀតបងប្អូនអើយបជីវចេញពីរុងឡើងចង់អស់ហើយហ្នឹងអូខេនេះបងប្អូននេះគឺទស្សនវិជ្ជារៀងល្ងាចតិចហើយនៅខាងភ្នំសំពៅហ្នឹងបងប្អូនបាទអញ្ចឹងភ្ញៀវក៏ចង់រៀងអស់ដែរបាទបងប្អូនដោយសារតែថ្ងៃហ្នឹងមកយឺតមែនទែននិយាយទៅដោយសារតែរៀងរវល់ផងបាទនេះខ្ញុំបង្ហាញបានខ្លះបាទប៉ុន្តែនៅតែស្អាតណាបងប្អូនពេលរៀងយប់ចេះរៀងស្អាតដោយសារតែគេបើកភ្លើងមានអីចឹងទៅបាទធម្មតានៅភ្នំសំពៅពេលល្ងាចឡើងហ្នឹងគឺសម្បូរមនុស្សទាំងអង្គុយមើលបជីវច្រើនខ្លាំងមែនទែនបងប្អូនមិនថាជាភ្ញៀវជាតិមិនថាជាភ្ញៀវអន្តរជាតិបរទេសហ្នឹងគឺគាត់ទាំងអង្គុយទស្សនាបជីវច្រើនខ្លាំងមែនទែនពីព្រោះវា unique ហ្មងបងប្អូននិយាយទៅអត់មានកន្លែងណាដែលមានបជីវហោះចេញពីរោងច្រើនខ្លាំងដូចនៅភ្នំសំពៅយើងចឹងទេបាទចឹងភ្នំសំពៅឥឡូវហ្នឹងគឺគេរៀបចំបានស្អាតមែនទែនបងប្អូនដែលគេរៀបចំមានជាប្រកាន់ដៃដែលឲ្យភ្ញៀវឈរមើលបជីវអីបានយ៉ាងស្រួលហើយជាពិសេសហ្នឹងនៅពេលដែលយើងឡើងមកលើបងប្អូនយើងឃើញចម្លាក់រូបព្រះអង្គធំហ្នឹងគឺស្អាតខ្លាំងមែនទែនហ្មងណាបងប្អូនបាទហើយនៅខាងមុខហ្នឹងក៏គេមានរៀបចំជាសួនច្បារដែរបាទមើលទៅគឺស្រស់ស្អាតតែម្ដងដោយសារតែគេមានបំពាក់ភ្លើងបាទភ្លឺចិញ្ចាចបាទធ្លាប់តែរដងមើលរៀងល្ងាចតិចអីនាំគ្នាត្រឡប់ទៅវិញតែលើកនេះនៅដល់គេបើកភ្លើងអីចឹងទៅគឺឃើញស្អាតម្យ៉ាងដែរបងប្អូនទស្សនវិជ្ជាពេលយប់នៅកន្លែងភ្នំសំពៅហ្នឹងជាពិសេសនៅពេលដែលខ្ញុំមកខែនេះទៀតគឺឃើញគេហៅថារុក្ខជាតិណាបងប្អូនធម្មជាតិនៅជើងភ្នំសំពៅហ្នឹងគឺស្អាតខ្លាំងមែនទែននិយាយទៅឡើងបៃតងតែម្ដងអូខេកន្លែងនេះវិញគឺគេតែធ្វើថ្មីបងប្អូននៅកន្លែងភ្នំសំពៅហ្នឹងណានៅកន្លែងមើលបជីវហ្នឹងអញ្ចឹងយើងអាចឡើងទៅមើលភ្នំសំពៅទៅមើលបជីវនៅលើនឹងបានយ៉ាងស្រួលបាទបងប្អូនបាទឥឡូវដើរទៅមើលបងប្អូននេះទេអញ្ចឹងទៅពេលដែលយើងឡើងមកនេះបងប្អូននេះផ្លូវគេដើរធ្វើឡើងស្រួលបងប្អូនយើងដើរមកស្រួលបាទហើយពេលយើងឡើងមកនេះទៅយើងឃើញវីដេអូនេះយើងអាចមើលឃើញបជីវអីកាន់តែច្បាស់ល្អបងប្អូនទីទៅកន្លែងនេះគេចាប់តែបើកទេបាទគេចាប់តែធ្វើថ្មីនេះទេចាំបើសិនជាបងប្អូនមកលេងអីនេះអាចមកឈរលេងលើនឹងបានបងប្អូនមើលឃើញទេសភាពជុំវិញហ្នឹងស្អាតតែម្ដងបងប្អូននេះហើយយើងអាចឈរមើលនេះវីដេអូគឺពេញភ្នែកហ្មងបងប្អូនឃើញទាំងរូបព្រះអង្គឃើញទាំងនោះរោងបជីវបងប្អូនអញ្ចឹងវីដេអូថ្ងៃហ្នឹងអស់ហើយបងប្អូនខ្ញុំបង្ហាញនៅកន្លែងភ្នំសំពៅមានតែប៉ុណ្្នឹងទេបាទ